កញ្ញាកឹមមនោវិជ្ជាកូនស្រីលោកកឹមសុខាបានប្រាប់វិទ្យុបារាំងអន្តរជាតិ FE នៅថ្ងៃទី3ខែតុលាថាដើម្បីបង្ហាញឆន្ទៈពិតប្រាកដក្នុងការផ្សះផ្សាជាតិរវាងខ្មែរនិងខ្មែរនិងដើម្បីសុចរិតភាពទៅកាន់សហរដ្ឋអាមេរិកតុលាការកម្ពុជាគួរតែទម្លាក់ចោលបទចោទលើលោកកឹមសុខាកញ្ញាកឹមមនោវិជ្ជាបានបញ្យល់បន្ថែមថាមូលហេតុដែលតុលាការកម្ពុជាគួរតែទម្លាក់ការចោទប្រកាន់ទៅលើរូបគាត់ទាំងស្រុងនោះគឺដោយសារសហរដ្ឋអាមេរិកខ្លួនឯងជាពិសេសលោកប្រធានាធិបតី Trump នឹងតែម្ដងនៅក្នុងអាណត្តិទី1របស់លោកនៅឆ្នាំ2019លោកបានសរសេរលិខិតមួយច្បាប់ទៅជូនប្រមុខរដ្ឋាភិបាលកម្ពុជាដែលក្នុងលិខិតនោះលោកបញ្ជាក់ច្បាស់ណាស់ថាសហរដ្ឋអាមេរិកពុំបាននឹងគ្មានបំណងធ្វើអ្វីដោយការចោទប្រកាន់នោះទេហើយជាពិសេសនេះថ្មីនេះយើងឃើញច្បាស់ណាស់សហរដ្ឋអាមេរិកគឺជាមិត្តតែមួយគត់ដែលបានជួយស្រោចស្រង់ប្រទេសយើងឲ្យរួចផុតពីការវាយប្រហារផ្នែកយោធាពីប្រទេសថៃដែលសហរដ្ឋអាមេរិកបានដាក់សម្ពាធទៅប្រទេសថៃឲ្យទទួលយកការបដិបាញ់ដូច្នេះហើយមូលហេតុទាំងពីរនេះហើយគឺច្បាស់ណាស់ថាអាមេរិកពុំបានធ្វើអ្វីដោយការចោទប្រកាន់នោះទេ